Hello ដល់ថ្ងៃដកខ្ទឹមក្រហមហីអាតកួននេះក៏អត់ទុកដែរដកចោលខ្ទេចអស់ឡើយដាំផ្កាម៉ោង8វិញមើលអូយចាំដល់អង្កាលទៀតនេះធំណាស់មើលអាមកគូនេះបានធំខ្លាំងនេះដកហើយអាទូចក៏ដកអាធំក៏ដកដែរថ្ងៃហ្នឹងតែមិនទូចណាស់ណាយណានេះគ្រាន់តែថាបើយើងដាក់ចិត្តអានេះវាទូចតែពូជវាខុសគ្នាពូជអត់ដូចគ្នាណាអានេះគេហៅខ្ទឹមប្រាំងផនឥណ្ឌាខ្ទឹមក្រហមផនឥណ្ឌាកញ្ញាល្អណាស់អានេះពូជធម្មតាតែវាទូចហ្នឹងដោយសារដីវាអត់កើតកន្លែងដាំហ្នឹងដីវាអត់កើតវាទូចញញ័រចេះតែឈ្ងុយណាឃើញទូចចឹងណានេះចិត្តជោគនេះហើយចាំបកវាយកទៅកិនមើលកាត់ណាកាត់ឆាថ្ងៃមុនគ្រូខ្នែងមកកណោចិត្តឆាបានម្ដងទៀតហ្នឹងក្រោយទៀតកន្លែងនេះថ្ងៃនេះខ្ញុំបោចវាអស់តកូននេះក៏អត់ទុកដែរហើយបើទុកខ្ទឹមសតែអត់ដឹងថាវាបានមើមល្អអត់ទេកន្លែងនេះដីវាអត់កើតដីអានេះអត់កើតទេនេះខ្ទឹមសវានៅអត់តន់គ្រប់ថ្ងៃដកតែស្លឹកខ្ទឹមប្រហែលជាទុកវាសិននេះស្លឹកខ្ទឹមយើងញ៉ាំស្លឹកកន្លែងនេះតទៅដីវារៀងហាប់លួយអានេះកាលណាយើងឃើញវាលួយចឹងកុំឲ្យយកទៅធ្វើដីជីកុំឲ្យយកទៅទុកប្រើវិញរួចហើយយើងចោលហើយស្អាតឡើយទៀតកន្លែងនេះដកខ្ទឹមហើយខ្ទឹមស្លឹកខ្ទឹមយើងទុកញ៉ាំតែខ្ទឹមក្រហមដកទាំងអស់ហើយមួយនេះក៏ល្អដែរនេះឃើញអញ្ចឹងនឹងក្រៅល្អណាចាំយកធ្វើភ្លាសាច់គោញ៉ាំនេះអូយឡើងធ្ងន់ក្ដុកនេះល្អហើយល្អណាអាខ្ទឹមសនេះវាអត់ទាន់ឡើងមើមទេកញ្ញាវានៅទូចចឹងណាអញ្ចឹងអាណាយើងអត់ត្រូវការបត់វាចោលអស់បើស្លឹកខ្ទឹមយើងញ៉ាំស្លឹកនេះវិញណាទោះបីជាយើងញ៉ាំឬអត់ញ៉ាំក៏ត្រូវតែក្តាច់វាចោលដែរនេះអាគៀនហ្នឹងណាយើងអាសាលះវាចោលបានល្អតតលះយូរទៅកចំខូចអាស្លឹកណានៅចុងនៅខាងក្រៅគេយើងលះវាចោលអត់បានដាក់ស្រោមដៃទេថ្ងៃនេះយើងលះវាចោលចឹងមិនល្អហើយសក់ហើយនៅអានេះមួយទៀតនិយាយទៅស្លឹកណានៅក្រៅយើងសក់វាចុះក្រោមសក់ចោលអត់ធ្វើការហើយចាំផុសដីវាហើយឥឡូវហ្នឹងខ្ញុំទៅផ្សារអ្នកលក់ថែមម្ទេសថែមស្លឹកខ្ទឹមតែភាគច្រើនគេថែមស្លឹកខ្ទឹមណាអត់ទេអ្នកលក់សុំដូរយកម្ទេសវិញនេះឃើញហើយមួយហើយនៅខាងនោះទៀតស្លឹកខ្ទឹមនេះក៏ត្រូវបោចដែរណានិយាយទៅយើងត្រូវលះស្លឹកណាគៀនលះចោលបើចង់ឲ្យវាល្អយកទៅធ្វើដៃជីវិញដាក់ចោលក្នុងកធុងកំប៉ុស្តខ្ទឹមសនេះជីកដោយវាអត់ទាន់ឡើងមើមទេណាវានៅទូចមែនតែនអស់ហើយខ្ទេចហើយហើយបន្តិចទៀតដាំដល់មួយនោះនេះអូយម៉ោង8មករីកស្អាតណាស់ហើយអានេះតិចទៀតក៏កាត់ដែរកាត់អស់ហើយណាគ្រាន់តែយើងកាត់មេឃវាខ្លះមេឃងាប់មេឃណាអត់មាំអញ្ចឹងណា
ក្រូចពោធិ៍សាត់អញ្ចឹងអានៅក្នុងផើងនេះក្នុងថងនេះហើយនឹងអាផើងនោះតិចទៀតដូរកន្លែងឲ្យហើយដោយសារអីកន្លែងនេះតិចទៀតយកដើមចេកមកកាត់វាដែរហើយដាក់ដោតផ្កានោះផ្កាម៉ោង8អូយម៉ោង8ឲ្យម៉ោង10ឲ្យដឹងតែវារីកស្អាតខ្លាំងហ្មងណាអូយស្រឡាញ់ពេញបេះដូងមើលឲ្យកំពុងតែក្តាប់ហើយក្តាប់អញ្ចឹងឲ្យលឿនណាឆាប់ញ៉ាំបានទេពូជហ្នឹងពូជនេះពូជគេញ៉ាំខ្ចីមើលឡើងដល់ខាងលើវ៉ាយស្លឹកខ្ទឹមនេះដកព្រឹកមិញនេះមើលដៃអត់បានសុំដៃអីនេះខ្ញុំសណ្ដាល់វានៅម្លប់ឯណានិយាយទៅយើងកំហាលថ្ងៃសណ្ដាល់វានៅម្លប់ហើយកន្លែងនេះដូចគ្នាកន្លែងនេះតិចទៀតទ្របហ្នឹងទុកនៅនឹងទេតែយកអាដើមចេកកង់នោះយកវាមកកាត់ដាក់នឹងគល់អូយអានេះប្រហែលថ្ងៃនេះគេស្ទុះធំដល់ហើយនេះមានក្រហមនេះបើមួយនេះមានសបកវាសស្គុះហើយអាមានធម្មតានៅមុខផ្ទះ